កំណាព្យច្បាប់ប្រុសបទព្រហ្មកិច្ចភាគទី6ភ្លេងសិលទៀនសូនសោះភ្លេងគ្នៀងខ្នោះដល់ជីពជនភ្លេងទុះភ្លេងទាំងគុណភ្លេងទាំងការកាន់រសាយបង្កើតតែទុំទុកបើបានសុខសឹងប្រែคลายបង្កើតក្តៅក្រហាយឲ្យទាស់តែងខឹងនឹងគ្នាចងទុំចងគុំគួនមិនគិតខ្លួនខ្លាចមរណាមានកាលក្មួយនឹងមាគុំធ្វើគ្នាឲ្យសងសូនបង្កើតតែចិត្តធំចៅគុំនំនឹងជីដូនឯបងខឹងនឹងប្អូនម្ដាយនឹងកូនគុំគួនគ្នារីខ្ញុំគុំកាប់ម្ចាស់ឲ្យក្តៅណាស់ក្នុងអង្គាកើតទុះខឹងនឹងគ្នាជាគុំនំពុំត្រាយស្បើយមានកាលគេដាក់ខ្នោះវាមិនរៀងចាលចិត្តឡើយលក់ភ្នយខ្ញុំគេហើយមិនខ្លាចស្លាប់ដល់អាត្មាអញ្ចឹងមិនថាសម័យណាទេបើប្តីប្រពន្ធយើងបែកបាក់គ្នាប្រពន្ធតែមានប្រុសមានសហាយអញ្ចឹងទៅហើយបើប្តីតែមានសហាយមានស្រីក្រៅអញ្ចឹងទៅវាធ្វើឲ្យបែកបាក់គ្រួសារវាមិនចុះសម្រុងគ្នាមិនមែនមិនចុះសម្រុងតែយើងពីរនាក់ទេរវាងឪពុកម្ដាយសាច់ញាតិហ្នឹងអាចនឹងទាស់តែងគ្នាទៅទៀតហើយអ្នករងគ្រោះខ្លាំងជាងគេនោះគឺកូនរបស់ពួកគាត់ដែលគាត់ហ្នឹងមិនមានចិត្តស្មោះទៅអាលេះអាឡោះជាមួយនឹងស្រីដតីប្រុសដតីហើយធ្វើឲ្យគ្រួសារបែកបាក់អញ្ចឹងមិនថានៅក្នុងព្រះពុទ្ធសាសនាព្រះអង្គទេសនាប្រាប់ថាសិក្ខាបទសិល5ហ្នឹងជានិច្ចសិលមានន័យថាសិលរបស់មនុស្សអញ្ចឹងបើមនុស្សណាអត់មាននៅសិល5ទេមានតែខ្លួនជាមនុស្សប៉ុន្តែមិនបានឈ្មោះថាជាមនុស្សទេលោកឲ្យមានសិល5ហ្នឹងទី1គឺបាណាតិបាតវាចាកការសម្លាប់សត្វហ្នឹងទាំងមនុស្សទាំងសត្វហ្នឹងគឺសត្វលោកហ្នឹងហាមសម្លាប់សត្វហើយអញ្ចឹងហេតុអីមិនថាមិនត្រូវសម្លាប់សត្វមូលហេតុដែលមិនត្រូវសម្លាប់សត្វហ្នឹងដោយយល់ឃើញថាគេក៏ចង់រស់យើងក៏ចង់រស់យកខ្លួនឯងមកជាឧបមាតើយើងចង់រស់ប៉ុណ្ណានេះដែលខំទៅលួចទៅឆក់គេហ្នឹងហេតុអីគឺដោយសារចង់រស់អញ្ចឹងមិនថាសត្វដតីទៀតគ្នាហ្នឹងក៏ចង់រស់ដែរអញ្ចឹងមិនថាមិនសម្លាប់គឺវាចាកសម្លាប់ហេតុអីមិនថាវាចាកសម្លាប់ដោយសារយល់ឃើញថាសត្វដតីហ្នឹងគេក៏ចង់រស់ដែរអញ្ចឹងហេតុអីយើងចង់រស់ដែរយើងទៅបៀតបៀនទៅសម្លាប់គេអញ្ចឹងទី2គឺអតនិន្ទានការលួចទ្រព្យរបស់អ្នកដតីអញ្ចឹងហេតុអីបានជាមិនលួចទ្រព្យរបស់អ្នកដតីដោយសារយល់ឃើញថាម៉េចយកខ្លួនឯងមកជាឧបមាខ្លួនយើងខំធ្វើការបែកញើសសស្រាក់ព្យាយាមធ្វើការនាំបានលុយមកកាក់មួយរៀលបានមកទុកនេះគ្រាន់តែចិញ្ចឹមជីវិតពេលខ្លះវាអត់បានទុកអត់បាននៅសល់ទៀតគ្រាន់តែចិញ្ចឹមជីវិតហើយចុះបើគេមកលួចរបស់យើងតែយើងនេះកំពុងឧទាហរណ៍ថាឥឡូវហ្នឹងមានលុយ 10000 ទុកទិញម្ហូបហើយលេងជ្រូកបាត់ហើយនិយាយថាគេមកលួចលុយហ្នឹងអញ្ចឹងយើងមិនថ្ងៃហ្នឹងមិនអត់មកហូបអត់អីហូបអញ្ចឹងចេះយកខ្លួនឯងមកជាឧបមាថាអញ្ចឹងបើគេលួចរបស់យើងហ្នឹងវាពិបាកប៉ុណ្ណាទាំងដែលយើងហ្នឹងវាអត់អីហើយទាំងដែលលុយឬក៏ប្រាក់ទ្រព្យសម្បត្តិហ្នឹងយើងខំរកមកវាបែកញើសសស្រាក់ព្យាយាមណាស់នាំបានហ
hay kỳ lụi cho tới xua xua chẳng kì chẳng vô luôn anh một chị ô bà má bởi dương từ lụi nẹ đợt tí nó kê chư chạp đôi dương chẳng chẳng hơi bàn thá vì chá cá lụi nằng sẽ khá bọt tí bấy cứ ca vì chá caប្រព្រឹត្តខុសក្នុងកាមហើយប្រព្រឹត្តខុសក្នុងកាមហ្នឹងបានដល់ការប្រព្រឹត្តខុសនៅលើស្ត្រី20ពួកអញ្ចឹងស្ត្រីដែលមានអ្នកហួងហែងរក្សាមានប្តីមានកូនមានម៉ែឪមានឪពុកម្ដាយមានបងប្អូនគេហួងហែងរក្សាហ្នឹងហើយយើងទៅប្រព្រឹត្តខុសអាហ្នឹងដាច់កាមមេហ្នឹងហើយអញ្ចឹងតើមូលហេតុអ្វីដែលយើងហ្នឹងមិនគួរប្រព្រឹត្តខុសនៅអត្តន័យនៅការមេសុមិច្ឆាចារានឹងការប្រព្រឹត្តខុសក្នុងកាមនឹងដោយសារឃើញទោសឲ្យគេយកខ្លួនឯងមកជាឧបមាឧទាហរណ៍ថាប្អូនយើងឧទាហរណ៍ថាប្រពន្ធយើងឧទាហរណ៍ថាម្ដាយយើងចុះបើត្រូវគេប្រខិតប្រខំនឹងអញ្ចឹងតើយើងនឹងឈឺចាប់ប៉ុណ្ណាកូនយើងគេមកបៀតបៀនតើយើងឈឺចាប់ប៉ុណ្ណាអញ្ចឹងហើយបានជាយើងនឹងមិនប្រព្រឹត្តខុសទៅលើស្ត្រីទាំង20ពួកហ្នឹងរបស់អ្នកដតីដោយសារមានខ្លួនឯងជាឧបមាថាយើងហ្នឹងឈឺចាប់ប៉ុណ្ណាអញ្ចឹងយើងទៅប្រព្រឹត្តខុសនៅលើកូនប្រពន្ធកូនអ្នកដតីហ្នឹងគេនោះក៏ឈឺចាប់ប៉ុណ្ណឹងដែរឃើញអញ្ចឹងទើបយើងហ្នឹងវាចាកការប្រព្រឹត្តខុសក្នុងកាមហ្នឹងទី4ការកុហកមូសាវេតការនិយាយពាក្យកុហកអញ្ចឹងវាចាកការនិយាយពាក្យកុហកអញ្ចឹងហេតុអីមិនថាគួរតែវាចាកការនិយាយពាក្យកុហកមូលហេតុគឺដោយសារតែយើងយកខ្លួនឯងមកជាឧបមានៅពេលដែលយើងកុហកគេឧទាហរណ៍ថាយើងលក់ដូរយើងកុហកគេថារបស់ហ្នឹងយើងទិញមកតែ 5,000 ទេតែយើងលក់វិញ 25,000 អញ្ចឹងយើងកុហកគេថា 25,000 មិនថាខ្ញុំលក់កើតមិនថាខ្ញុំលក់ខ្ញុំចំណេញតិចអញ្ចឹងទៅអញ្ចឹងដល់គេទិញឃើញគេទិញគេខាតប្រយោជន៍គេរបស់ហ្នឹងយើងអាចលក់ 10,000 ឯងចំណេញពាក់កណ្ដាលដល់យើងលក់ 25,000 យើងដូចអាកុហកហ្នឹងដូចជាទៅលួចគេអញ្ចឹងកុហកហ្នឹងអញ្ចឹងយើងឃើញទោសវាហេតុអីឃើញទោសវាថាវាខូចប្រយោជន៍ដល់អ្នកដទៃឃើញខូចប្រយោជន៍ដល់អ្នកដទៃចុះបើគេហ្នឹងកុហកយើងវិញអញ្ចឹងតើយើងនឹងយ៉ាងម៉េចយកខ្លួនឯងមកជាឧបមាអញ្ចឹងវាឃើញខូចប្រយោជន៍នឹងហើយទើបយើងនឹងវាចាកការនិយាយពាក្យកុហកអញ្ចឹងអាពាក្យសម្ដីនេះវាអាចនិយាយបានច្រើនដូចជាពាក្យចាស់បុរាណថាអណ្ដាតជាអាចកន្លងបានសុខទុក្ខផងព្រោះតែអណ្ដាតកុហកហ្នឹងអាចកុហកទៅឲ្យមានប្រយោជន៍អាចកុហកទៅឲ្យខូចប្រយោជន៍អាចកុហកទៅមានការសង្គ្រាមអញ្ចឹងទោសនៃការកុហកច្រើនប៉ុន្តែឲ្យតែកុហកគឺជាអកុសលហើយមិនជាកុសលទេទោះកុហកឲ្យបានប្រយោជន៍ក៏ដោយក៏នៅតែជាអកុសលដល់យើងយកមកជាឧបមាអញ្ចឹងបានថាយើងមិនកុហកអ្នកដតីហើយចុះគេថាអញ្ចឹងបើអ្នកដតីកុហកខ្ញុំអាហ្នឹងជារឿងរបស់អ្នកដតីតែសំខាន់គឺយើងមិនកុហកគេដូចឧទាហរណ៍ថាគេសុំទានហើយហេតុអីបានថាខ្ញុំអត់សុំទានហើយអញ្ចឹងយើងទៅចង់សុំទានដូចគេដែរបើយើងមានអីហ្នឹងអញ្ចឹងដូចគ្នាឧទាហរណ៍ដូចគេហ្នឹងកំពុងតែបរិភោគនៅលាមកហើយយើងដឹងថាលាមកហ្នឹងវាអាក្រក់បើយើងដឹងហើយយើងបរិភោគអត់ប្រកាសជាអត់បរិភោគហើយអញ្ចឹងប្រកាសជាអត់បរិភោគអញ្ចឹងយើងទៅថាគេបានបរិភោគលាមកហើយខ្ញុំអត់បានអញ្ចឹងយើងដែរតូចចិត្តអាហ្នឹងអត់ប្រកាសជាអត់ដែលទេប្រកាសជាអត់ដែលតូចចិត្តទេអញ្ចឹងហើយបើគេកុហកយើងក៏គេជារឿងរបស់គេតែសំខាន់គឺយើងមិនកុហកនេះមិនប្រព្រឹត្តខុសនេះមិនធ្វើនៅទុច្ចរិតនេះអញ្ចឹងសិក្ខាបទទី5គឺការសូរាមេរយៈការវាចាកនៅទឹកស្រវឹងអញ្ចឹងហេតុអីមិនថាវាចាកនៅទឹកស្រវឹងអញ្ចឹងទឹកស្រវឹងវានាំឲ្យយើងនឹងខូចប្រយោជន៍ច្រើនទាំងសិក្ខាបទខាង4ខាងលើហ្នឹងអាចដាច់មកពីទឹកស្រវឹង
បើយើងផឹកទៅអាចទៅសម្លាប់អាចទៅលួចអាចទៅប្រព្រឹត្តខុសក្នុងកាមអាចទៅកុហកអ្នកដទៃពេលដែលយើងផឹកវា ធ្វើឲ្យវង្វេងស្មារតីបាត់បង់ស្មារតីហ្នឹងហើយវាមានផលប៉ះពាល់ច្រើនទៅលើរូបរាងកាយយើងនេះក៏ច្រើនមានជំងឺមានអីទៅលើគ្រួសារយើងវាយប្រពន្ធកូនខាតបង់ថវិកាខំហូរមកចាយវាយផ្ដេសផ្ដាស់ហ្នឹងទៅបាត់បង់កិត្តិយសកេរ្តិ៍ឈ្មោះទៀតនិយាយទៅផលប៉ះពាល់វាច្រើនតែបើយើងអត់មើលវាទេគឺអត់ឃើញពីផលប៉ះពាល់វាទេដល់ពេលយើងមើលទៅមិនថាឃើញពីផលប៉ះពាល់វាច្រើនណាស់អញ្ចឹងមិនថាសិក្ខាបទទាំង5នេះវាល្អចឹងថាលោកដាក់និច្ចសិលសិលមានចនិច្ចទោះជាអត់មាននៅពុទ្ធសាសនាក៏មានហើយសិលក៏មានសិល5ហ្នឹងដែរមានសិក្ខាបទ5ហ្នឹងដែរហើយយើងមិនកាន់ហ្នឹងកាន់សិល5កាន់សិក្ខាបទទាំង5ហ្នឹងដោយសារខ្លាចបាបមិនមែនទេយើងយល់អញ្ចឹងវាកាន់ទៅយល់អញ្ចឹងក៏វាល្អហើយប៉ុន្តែវាមិនទាន់ស៊ីជម្រៅទៅដល់ជម្រៅនៃសិក្ខាបទហ្នឹងដល់យើងយកខ្លួនឯងមកជាឧបមាមិនយើងខ្លាចបាបមិនថាធ្វើអញ្ចឹងទេទោះយើងមិនខ្លាចទៅធ្វើអញ្ចឹងក៏បាបហ្នឹងនៅតែជាបាបឲ្យផលមកគឺអកុសលវិបាកដែរទេប៉ុន្តែដល់ពេលយើងយល់ទៅយើងឈប់ធ្វើទៅគឺវានេះវាល្អ